សម្រាប់អាហារពេលល្ងាចមកពេលនេះមនុស្សគ្រួសារខ្ញុំថ្ងៃនេះដូចរឿងច្រើនតិចបងប្អូនដោយសារនឹងនិយាយដែរថាឲ្យតែមានម្ហូបឆ្ងាញ់ម្ហូបប្លែកអញ្ចឹងគឺខ្ញុំតែងបួលបងប្អូនម្ហូបបាយជុំគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងដូចថ្ងៃនេះដែរចាដោយសារថាមករយៈធំនេះគឺប៉ាក្មេកម៉ែក្មេកខ្ញុំគាត់មកនៅជាមួយខ្ញុំនោះមករយៈធំដែរហើយខ្ញុំអត់ដែរបានសូវធ្វើម្ហូបឲ្យគាត់ហូបទេអញ្ចឹងខ្ញុំនឹកឃើញថាថ្ងៃនេះគឺខ្ញុំមកធ្វើជាមួយនឹងស៊ុបត្រីក្រហមឲ្យគាត់ហូបម្ដងហើយមុនគឺខ្ញុំធ្វើជាមួយនឹងត្រីបង់កញ្ឆែតតែពិតត្រីបង់កញ្ឆែតជាទូទៅគឺគាត់ធ្លាប់ហូបហើយប៉ុន្តែគាត់អត់ដឹងថាធ្វើមិនអញ្ចឹងណាម៉ែក្មេកខ្ញុំអញ្ចឹងខ្ញុំធ្វើទៅគាត់ហូបគាត់ថាឆ្ងាញ់អញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ដងមកធ្វើស៊ុបត្រីក្រហមមួយមុខទៀតមើលតែគាត់ហូបកើតអត់អីអញ្ចឹងរសជាតិយ៉ាងម៉េចដែរអីចឹងណាគាត់ខ្ញុំប្រាប់គាត់ថាធ្វើស៊ុបត្រីក្រហមភ្លាមគាត់ថាធ្វើស៊ុបត្រីក្រហមនឹងមិនយើងអញ្ចឹងគាត់ថាអត់អីទេម៉ែនៅស្ងៀមជាមួយខ្ញុំធ្វើឲ្យម៉ែហូបព្រោះអីថ្ងៃនេះខ្ញុំទៅនេបងអូនគាត់ថាចំណែកបន្តិចស៊ុបត្រីក្រហមខ្ញុំថ្ងៃនេះគឺខ្ញុំថែមជាមួយនឹងពេញប៉ោះបន្តិចបងអូនខ្ញុំឃើញគេថែមពេញប៉ោះដែរដូចតំណងឆ្ងាញ់អញ្ចឹងខ្ញុំក៏មកសាណាហើយត្រីអស់នេះបងអូនតែក៏ប៉ុន្តែខ្ញុំត្រូវអ្នកជៀនតែម៉ែក្មេកខ្ញុំគាត់ឃើញខ្ញុំអត់នៅទេបងអូនគាត់ថាខ្លាចខ្ញុំមកយប់អីចឹងគាត់ដាក់ជៀនឲ្យខ្ញុំមកហើយតែចឹងប៉ុន្តែគាត់អត់ដឹងថាត្រីនឹងត្រូវធ្វើយ៉ាងម៉េចទេប៉ុន្តែគាត់ថាគាត់ដឹងគាត់ថាគាត់ដាក់ឲ្យតែហ្មងទៅកុំឲ្យពិបាកអីចឹងណាគាត់ថាចេះជៀនបថុយមិនដឹងត្រូវអត់ទេណាចាំមានអីមកគាត់ជៀនឲ្យមានអីត្រូវដែរតាបងអូនគាត់ថាមីអូនអត់បានថតទេគាត់ជៀនឲ្យថាអត់អីទេម៉ែខ្ញុំចេះកាត់ទេម៉ែអត់អីខ្ញុំចេះប្រាប់ឲ្យថាម៉ែឯងអ្នកជៀនអត់អីដល់ពេលអញ្ចឹងទៅគាត់ជៀនឲ្យក៏មួយយ៉ាងដែរបងអូនតែគាត់ថាស៊ុបត្រីក្រហមនេះអត់ពិបាកយូរដូចយើងធ្វើស៊ុបសាច់គោស៊ុបអីដែលអាចមកឲ្យយូរដើម្បីឲ្យវារលួយឲ្យផុយចេញជាតិណាអត់ទេសម្រាប់ស៊ុបត្រីក្រហមនេះបងអូនយ៉ាយើងមានទឹកសក៏បានយើងមានដងមួយដងរៀងផ្អែមស្ងួតមកកបិតតិចមកយើងដាក់មកក៏ហិតតលយទៀតអញ្ចឹងណាបងអូនអញ្ចឹងឲ្យវាលឿនទេបងអូនគ្រាន់តែទឹកពុះទៅគឺយើងអាចហូបបានហើយដូចថ្ងៃហ្នឹងខ្ញុំប្រើជាមួយនឹងទឹកសយបងអូនប៉ុន្តែនិយាយពីទឹកស៊ុបវិញម៉ែគាត់ថាអើយទឹកស៊ុបអត់មានដាក់អីហងគ្រាន់តែទឹកស៊ុបតែប៉ុណ្ណឹងក៏ឆ្ងាញ់ដែរកូនភាសានេះក៏លឺសូរអញ្ចឹងនិយាយមែនកម្លាំងព្រឹសទោះតែគាត់បញ្ចោក៏ដោយគឺយើងមានកម្លាំងដែរមែនអត់ឆ្ងាញ់មិនឆ្ងាញ់អត់ថាឆ្ងាញ់តែប៉ុណ្ណេះហើយកូនកំណោះនេះមានកម្លាំងចិត្តធ្វើឲ្យម៉ែហូបទៀតចឹងណាបងអូនចាំមិនស៊ីសាយចូលតែបង្អាប់ខឹងយ៉ាគាត់ថាតែប៉ុណ្ណឹងយកពីកម្លាំងពេញបឹបថ្ងៃក្រោយធ្វើទៀតមែនតែធ្វើអត់ឆ្ងាញ់ណាស់ហ៊ានធ្វើទៀតទេបងអូនអើយអានេះគឺរួចរាល់ស្រេចបងប្អូនហើយបន្លែគឺមានមកកញ្ច្រែងធំតែម្ដងណាបងអូនហើយសម្រាប់ខ្ញុំថ្ងៃនេះដែរចាគឺទៅតបាយឲ្យមួយចានទេអញ្ចឹងហើយគឺខ្ញុំអត់ហូបបាយណាបងអូនហូបតែស៊ុបវិញនិយាយទៅបន្លែទឹកស៊ុបនឹងចូលជាតិគ្នាសាហាវហ្មងឆ្ងាញ់ណាហើយប៉ាខ្ញុំក៏គាត់ថាដែររសជាតិអាចទទួលយកបានអញ្ចឹងណាគាត់ថាអត់មានប្រើអីផងប្រើតែជាមួយនឹងត្រីជាតិនឹងសោះហ្នឹងមានអីមានជាតិដែរតាហើយខ្ញុំថាដាក់តែទឹកដោះគោឆៅហ្នឹងមកជាតិយកតាណាអស់ទេប៉ាហើយគាត់ដូចថាអត់សឹកខ្លួនដែរអញ្ចឹងទៅពេលយើងធ្វើស៊ុបហិលក្តៅក្តៅឲ្យគាត់មានអីរសជាតិគាត់ថាឆ្ងាញ់មួយយ៉ាងដែរគុំដែរតិចទៀតខ្ញុំធ្វើស៊ុបខ្ញីឲ្យគាត់ហូបបន្តិចដោយសារអីប៉ាក្មេកខ្ញុំមកនិយាយនេះដូចរៀងចង់ផ្ដាសាយមិនចង់ឲ្យបងអូនចាមួយថ្ងៃមុនគាត់ឈឺដែរចាអើយដល់ពេលអញ្ចឹងទៅខ្ញុំនឹកថាថ្ងៃណាឲ្យខ្ញុំទៅនេះជាមួយខ្ញុំធ្វើស៊ុបអើយឲ្យគាត់ហូបទៀតណាស៊ុបខ្ញីដាក់ម្រេចហិលអីដើម្បីឲ្យគាត់ភាសាទៀតទៅដើម្បីឲ្យសាយខ្លួនបន្តិចចឹងណាគាត់ថារៀងធ្ងន់ក្បាលធ្ងន់អីចឹងដោយសារធ្លាក់ខ្យល់ហើយបងអូនដល់ពេលចឹងទៅទាំងយើងទាំងគេរៀងហៀវក្តៅមុខក្តៅមាត់តែមែនទេបងអូនប៉ុន្តែប៉ាខ្ញុំអត់រៀងហៀវក្តៅមុខក្តៅមាត់ទេគឺឈរយកតំងចាអស់រ៉ូម៉ាន2ផ្លោកដែរប៉ាខ្ញុំដល់គាត់រៀងស្រួលខ្លួនខ្លះហើយណាបងអូនចាឥឡូវបងអូនអាចមើលបានអូនិយាយពីអ្នកម្នាក់ញាប់ដៃញាប់ជើងណាដោយសារឆ្ងាញ់ហ៎បងអូនអញ្ចឹងសម្រាប់ក្នុងវីដេអូនេះគឺម៉ែកឆែតមកតែប៉ុណ្្នឹងក៏សូមគោរពនឹងជម្រាបលាបងប្អូនទៅវិញហើយអរគុណច្រើនជម្រាប